វីដេអូនេះខ្ញុំបង្ហាញអំពីរបៀបចូលបើកនៅឯកសាររបស់យើងដែលបានរក្សាទុកនៅក្នុង data D បាទអញ្ចឹងការបើកឯកសារគឺយើងអាចចូលទៅបើកតាមច្រើនវិធីគឺយើងអាចចូលតាមវិធីណាក៏បានដែរបាទអញ្ចឹងវិធីទី1គឺយើងคลิกទៅលើពាក្យថា web នៅលើ desktop របស់យើងនេះបាទបន្តទៀតคลิกទៅលើ blend document បាទបន្តទៀតយើងคลิกទៅលើ file tab បាទនេះ file ពាក្យថា file tab បន្តទៀតយើងคลิกទៅលើពាក្យថា open បាទនេះ open បន្តទៀតពាក្យ browse បាទបន្តទៀតទាញ scroll bar នេះចុះមកក្រោមរួចហើយយកមកយើងចុចឲ្យចំ data D បាទអញ្ចឹងយើងរកមើលឯកសាររបស់យើងអញ្ចឹងនេះឯកសាររបស់យើងដែលបានរក្សាទុកនៅក្នុង data D បាទចុចឲ្យចំឯកសារយើងដែលបានរក្សាទុកដល់ត្រូវបើកតបន្តទៀតคลิกទៅលើ open button បាទនេះគេហៅថា open button បាទពេលនោះឯកសាររបស់យើងនឹងចេញមកឲ្យបាននេះឯកសាររបស់យើងដែលបានរក្សាទុកបាទវិធីមួយទៀតគឺយើងចូលតាមនេះឥឡូវខ្ញុំបិទសិនគឺយើងคลิกទៅលើបាទនេះ file explorer អញ្ចឹងអារូបនេះគឺចុចទៅលើវាទៅវាចេញឈ្មោះថា file explorer គឺនេះคลิกទៅលើពាក្យហ្នឹងមកបន្តមកទៀតคลิกទៅលើ data D បាទអញ្ចឹងយើងមើលនៅឯកសាររបស់យើងដែលបានរក្សាទុកបាទនេះឈ្មោះឯកសារយើងបានរក្សាទុកនៅក្នុង data D បាទ double click ទៅលើ file របស់យើងនេះមកបាទអញ្ចឹងឯកសាររបស់យើងនឹងចេញមកឲ្យបាននេះបាទវិធីមួយទៀតឥឡូវខ្ញុំបិទចោលឲ្យអស់វិធីមួយទៀតយើងคลิกទៅលើ disk PC បាទនេះហៅថា disk PC double click មកបាទបន្តទៀតយើងចុចទៅលើនេះពាក្យថា data D បាទឬក៏យើងคลิกទៅលើនេះក៏បានដែរនេះ data D double click ទៅលើ data D នឹងមកបន្តទៀតយើងរកមើលឯកសារដែលយើងដែលបានរក្សាទុកនៅក្នុង data D នេះអញ្ចឹងឯកសារដែលបានរក្សាទុកនៅ data D នៅឯកសារមួយនេះអញ្ចឹងយើងចង់បើក double click ទៅលើឯកសារនឹងមកបាទពេលនោះឯកសាររបស់យើងនឹងចេញមកឲ្យបាទអញ្ចឹងវិធីចូលបើកនៅឯកសាររបស់យើងដែលបានរក្សាទុកគឺយើងអាចចូលតាមច្រើនរបៀបយើងអាចចូលតាមវិធីណាក៏បានដែរឲ្យតែងាយស្រួលឲ្យតែយើងគិតថាស្រួលសម្រាប់យើងអាចចូលតាមវិធីណាក៏បានបាទ